បិសាចចាស់ធានមិញកុំទុកពេលឲ្យគាត់ដកដង្ហើមសម្លាប់គាត់មិនអាចទ្រាំបានយូរទេភ្នែករបស់គួយូគឺងងឹតនិងត្រជាក់នៅពេលបែកគាត់ស្រែកដោយសំឡេងត្រជាក់បតបិសាចចំណាស់ធានមិញងក់ក្បាលពេលឮរឿងនេះគាត់សើចចំអបេះដូងរបស់ខ្ញុំមានអារម្មណ៍រំភើបខ្លាំងណាស់នៅពេលដែលខ្ញុំគិតថាអាចសម្លាប់បានសឹងកម្រិតខ្ពស់ត្រាដែលបង្កើតឡើងដោយដីរបស់បិសាចចាស់ធានមិញបានផ្លាស់ប្ដូរបន្ទាប់ពីសំណើមរបស់គាត់បានបន្លឺឡើងដាវឈីពណ៌ប្រភេទដ៏ធំបានលោតចេញពីរាងកាយរបស់គាត់គ្រប់ទិសទីបញ្ចប់វាបានប្រមូលផ្ដុំគ្នាជារូបបំភ័យ 1000 ភីតរូបស្រមោមរម៉ៃនេះមិនមានមុខពិតនោះទេប៉ុន្តែវាបានបញ្ចេញនូវក្លិនដ៏គួរឲ្យភ័យខ្លាចខ្លាំងណាស់បាត់ដៃមេជ្រូដៃរបស់បិសាចចំណាស់ធានមិញស្រាប់តែទះមករកយ៉ាវឡាវរូបអភិវជូដ៏ធំធេងដែលនៅពីក្រោយខ្នងរបស់គាត់ក៏រំកិលខ្លួននៅពេលតែមួយដែរបាត់ដៃដ៏ធំសម្បើមបានមកជាមួយនឹងខ្យល់ដ៏គួរឲ្យភ័យខ្លាចដែលធ្វើឲ្យប្រលឹងមនុស្សត្រជាក់ហើយក៏បំផាត់បំផ្លាញឈ្មោះចំពោះទៅកាន់យ៉ាវឡាវមិនហ៊ានបញ្ចេញដៃបំភ័យភ្នែកនោះទេបន្ទាប់ពីទទួលបាននូវធម្មពលដ៏គួរឲ្យភ័យខ្លាចដែលមាននៅក្នុងនោះដាវឈីលោតចេញពីរាងកាយរបស់គាត់យ៉ាងលឿនទីបញ្ចប់ដាវឈីរបស់គាត់បានប្រែក្លាយទៅជាបាក់ដៃភ្លើងកម្ពស់ 1000 ភីតដែលប៉ះនឹងបាតដៃដែលបំភ័យនោះបាំងបាតដៃទាំងពីរប៉ះគ្នានឹងកៅផ្ទុះដោយរន្ធលើបានបន្លឺខ្លាំងពេញទៅមេឃព្យុះដាវឈីដ៏គួរឲ្យភ័យខ្លាចបានបហូរចេញពីចំណិចប៉ះគ្នាវាបានបំបែកភ្នំមួយដែលនៅក្បែរនោះជាធូលីដោយខ្ចាត់ខ្ចាយព្យុះដាវឈីនេះបានផ្ទុះឡើងនឹងរៀលរាលដាលដោយធំបិសាចចំណាស់ធានមិញនៅលើមេឃក៏ត្រូវបានវាយប្រហារដោយគ្នាដែរគាត់វិលទៅវិញយ៉ាងលឿនហើយអរ៉ារបស់គាត់ក៏ស្រុតស៊ុំបន្តិចដែរមុខរបស់គាត់ប្រែទៅជាស្លេកតាមត្រង់ចំណុចមួយត្បិតបិសាចចំណាស់ធានមិញរងទុកតិចតួចក៏យ៉ាវឡាវក៏មិនមានពេលងាយស្រួលនោះដែរឈាមនិងខីនៅក្នុងខ្លួនរបស់គាត់ឆាប់ឆេះប៉ះពាន់ក៏ប៉ុន្តែគាត់ទើបតែបានទប់ស្កាត់វាដោយការលំបាកយ៉ាងមិនត្រូវនៅពេលដែលរូបខ្មៅមួយបានបង្ហាញខ្លួននៅក្នុងភ្នែករបស់គាត់ឡើងខ្យល់ដ៏មុតស្រួចងងឹតនិងត្រជាក់បានបរហក់មកម្ដងទៀតបង្ខំឲ្យគាត់គ្មានជំរឿអ្វីនោះទេបន្ទោសសូម្បីតែកម្លាំងដ៏ខ្លាំងរបស់យ៉ាវឡាវក៏ជួបប្រទះនឹងការប៉ះទង្គិចមួយទៀតជាមួយគូយូបណ្ដាលឲ្យគាត់មានអារម្មណ៍ផ្អែមក្នុងបំពង់កប៉ុន្តែគាត់បានគ្រប់គ្រងដោយបង្ខំដើម្បីលេបឈាមពួកគេទាំង3ស្ថិតក្នុងកម្រិតដូចគ្នានិងច្បាស់ណាស់យ៉ាវឡាវមិនត្រូវប៉ះអ្នកទាំងពីរនេះជាមួយគ្នាឡើយខណៈពេលដែលយ៉ាវឡាវទប់ទល់នឹងរបួសដែលបានលេចថ្លើមនៅក្នុងខ្លួនរបស់គាត់សំឡេងរបស់សត្វព្រោះដែលឈឺចាប់យ៉ាងខ្លាំងបានផ្ទុះឡើងភ្លាមពីមេឃឆ្ងាយគាត់បានងាកក្បាលរបស់គាត់យ៉ាងប្រញាប់ប្រញាល់ឃើញតែរាងកាយព្រុសថ្លន់លេបឋានសួគ៌បំពីតពណ៌របស់កៃលីនត្រូវបានបញ្ជូនដោយបាតីពីធានសុនទី3កម្លាំងដ៏គួរឲ្យភ័យខ្លាចរបស់អសយខណ្ឌបានសឹងបានបំបែករាងកាយដ៏លំបាកនៅលើខ្លួនរបស់ព្រុសថ្លន់លេបឋានសួគ៌បំពីតពណ៌ឈាមរាយប្រាយពីលើមេឃដូចព្យុះកៃលីនការបង្ហាញរបស់គ្រូពេទ្យទេពអប្សរទួយបានផ្លាស់ប្ដូរបន្តិចបន្ទាប់ពីឃើញកៃលីនរងរបួសដោយធានសុនទី3ភ្នែកលើកថ្លឹងរបស់នាងសម្លឹងមើលមុខងងឹតនិងក្រាស់របស់ធានសុនទី3រាងកាយដ៏ស្រទន់របស់នាងបានខ្មោចទៅក្រោយខ្លួនគាត់នាងបានរំកិលបាតទៃនិងអង្កាមពណ៌ត្នោតប្រផេះធំប៉ុនក្តាប់ដៃបានលេចថ្លាយនៅក្នុងដៃគ្រោះថ្នាក់ពលដ៏អាក្រក់ពន្លឺត្រចៀកបានភ្លឺពិនភ្នែករបស់គ្រូពេទ្យទេពអប្សរទួយរូបវត្ថុពណ៌ត្នោតប្រផេះធំប៉ុនមេដៃស្រាប់តែលេចថ្លាងពីថ្នាំពុលនៅក្នុងដៃរបស់នាងរលកនៃអាពណ៌សបានផ្ទុះចេញពីកន្លែងនោះនៅពេលដែលវត្ថុលេចថ្លាងមកហើយវាបានបាញ់សម្ដៅទៅធានសុនទី3មួយល្បឿនរបស់នាងមិនអាចគេចផុតពីការរកឃើញរបស់ធានសុនទី3បានទេរូបពណ៌ខ្មៅមួយបានភ្លឺនៅពីមុខនាងពេលដែលវត្ថុពណ៌ថ្នោតប្រផេះបាញ់ចេញគាត់បានងាកហើយក្រវីអាវវាបានជំរុញរករាងកាយដ៏ស្អាតរបស់នាងអាវដ៏ដើមទេនេះរឹងដូចដែកវាធ្វើឲ្យនាងចេញឈាមពេញមាត់ខណៈរាងកាយរបស់នាងហោះថយក្រោយទោះបីជានាងត្រូវបានគេវាយបកថយក្រោយក៏ដោយក៏វត្ថុរាវពណ៌ត្នោតប្រផេះនៅតែធ្លាក់មកលើរាងកាយរបស់ធានសុនទី3អាវរបស់គាត់បានប្រែក្លាយទៅជាភ័យភ្លាមហើយវត្ថុរាវពុលខាសធ្លាក់មកលើដៃរបស់គាត់ដូចជាសត្វកន្លាតនៅថ្នមឆ្អឹងផ្នែកមួយនៃសាច់របស់គាត់ត្រូវបានរលួយយ៉ាងឆាប់រហ័សការបញ្ចេញមករបស់ធានសុនទី3បានផ្លាស់ប្ដូរនៅពេលដែលគាត់ឃើញថាវត្ថុរាវពុលគឺសាហាវណាស់ដែលសូម្បីតែដូគីរបស់គាត់ក៏មិនអាចទប់ស្កាត់វាបានផងដែរប៉ុន្តែគាត់គឺជាមនុស្សមិនមានមេត្តាដៃរបស់គាត់ប្រៀបដូចជាកាំបិតកាត់ដៃរបស់គាត់យ៉ាងលឿន
ផ្នែកដ៏ធំនៃសាច់របស់គាត់ដែលមានសារធាតុពុលជាប់នៅជាមួយគ្នាត្រូវបានកាត់ចោលបង្ហាញឆ្អឹងពណ៌សក្រាស់ចំនួនអ្នកអាចត្រូវបានចាត់ទុកថាមានសមត្ថភាពខ្លះដែលអាចធ្វើឲ្យខ្ញុំកាត់សាច់របស់ខ្លួនឯងទោះយ៉ាងណាអ្នកនឹងត្រូវសំណងខ្ញុំជាមួយនឹងជីវិតរបស់អ្នកធានសុនទី3បានរន្ទះជើងនឹងការឈឺចាប់យ៉ាងខ្លាំងនៅលើដៃរបស់គាត់ក្រឡេកមើលគ្រូពេទ្យទេពអប្សរាតូចដែលកំពុងហត់ថយក្រោយដោយទឹកមុខមិនមានមេត្តារូបកាយរបស់គាត់បានរំលើងឡើងហើយគាត់រៀបនឹងដេញតាមនៅពេលដែលមានរូបកាយពណ៌បៃតងមួយក្បាលបានប្រញាប់ប្រញាល់មកដូគីដែលមានកម្លាំងលោតឡើងហើយរារាំងគាត់ការខិតខំប្រឹងប្រែងមិនសំខាន់ទេហើយមិនមានប្រយោជន៍បន្ទេធានសុនទី3សោកយ៉ាងត្រជាក់បន្ទាប់ពីឃើញឃ្វីងលីនរារាំងគាត់មិនភ័យខ្លាចនៅពេលដែលពួកគេទាំង3ប្រយុទ្ធជាមួយគ្នាក៏តិចទោះបីជាមិនចាំបាច់និយាយជាមួយនឹងឃ្វីងលីនតែម្នាក់ឯងអ្វីត្បិតតែពួតថ្លន់បុរាណមានឥទ្ធិពលខ្លាំងប៉ុន្តែរឿងទាំងនេះគឺជាវិធីសាស្ត្រមិនសមហេតុផលនៅពេលដែលប្រឈមមុខជាមួយមិនខ្លាំងមែនទេបន្តបាំងឃីងលីនអាចស៊ូទរាំនឹងការវាយប្រហារដ៏សាហាវដែលមិនអាចប្រៀបផ្ទឹមបានរបស់ធានសុនទី3ប៉ុន្តែវាច្បាស់ណាស់ថានាងបាំងធ្លាក់ក្នុងភាពលំបាកប្រសិនបើមិនបានជំនួយពីផ្កាពោស្ថឡនបៃតង3ស្រទាប់ទេនាងនឹងត្រូវបានរងរបួសយ៉ាងធ្ងន់ធ្ងរដោយធានសុនទី3ទោះបីជានាងមិនទាន់មានរបួសធ្ងន់ក៏ដោយក៏នាងតំណងត្រូវចានក្នុងពេលឆាប់នេះអាណាចតារាទាំងមូលបានធ្លាក់ចូលទៅក្នុងការប្រយុទ្ធដ៏ច្របល់ច្របល់ខ្លាំងក្លាទោះយ៉ាងណាក៏ដោយដំណាក់កាលសំខាន់នៅតែជាការប្រយុទ្ធរបស់យ៉ាវឡាយហើយនឹងការប្រយុទ្ធរបស់ធានសុនទី3គ្រប់គ្នាបានយល់ថាប្រសិនបើអេសីឡាម៉ុបប៊ិនសឹងត្រូវបានដោះលែងពីការប្រយុទ្ធរបស់ពួកគេវានឹងក្លាយទៅជាការវាយប្រហារដ៏ធ្ងន់ធ្ងរសម្រាប់ជំនាញរបស់ភាគីម្ខាងទៀតជាងនេះទៅពីទស្សនវិជ្ជានៃស្ថានភាពបច្ចុប្បន្នយ៉ាវឡាវខៃលីននិងអ្នកផ្សេងទៀតបានធ្លាក់ចូលទៅក្នុងគុណវិបាកយ៉ាងច្បាស់លាស់ហាយ៉ាវឆែនតើអ្នកនៅបន្តតស៊ូយ៉ាងជូរក្រិតមែនហ៎ហ្គូយូនិងបិសាយខោចាស់ធានម៉េងបានបន្តសង្កត់យ៉ាវឡាវនៅលើមេឃក្រោយពីជាប់ជំពាធក្នុងការប្រយុទ្ធជាមួយនឹងអ្នកទាំងពីរនេះយ៉ាវឡាវបានជៀនមកដល់ភាពនឿយហត់បណ្ដោការវាយប្រហារនិងការការពាររបស់គេគឺអន់ជាងដំណាការពីមុនយ៉ាវឡាវមានគុណវិបាកក្នុងការប្រយុទ្ធយ៉ាងយូរជាមួយនឹងទាំងពីរនេះប្រឈមមុខនឹងការសោកចំអោរបស់បិសាចចាស់ធានម៉េងការសម្ដែងមកបកយ៉ាវឡាវคล้ายទៅជាងងឹតងល់ទោះបីជាយ៉ាងណាលោកមិនហ៊ានបំបីការយកចិត្តទុកដាក់ដើម្បីតបស្លាយនោះទេបាំងនៅពេលដែលយ៉ាវឡាវបានបណ្ដោតការយកចិត្តទុកដាក់ដើម្បីដោះស្រាយការប្រយុទ្ធសំឡេងរំដួងមួយបានផ្ទុះឡើងនៅមេឃខាងឆ្ងាយពីចំណឹកដៃរបស់យ៉ាវឡាវគាត់បានឃើញថាចុងក្រោយឃីងលីនមិនមែនជាគូនឹងធានសុនទី3ទេសត្រូវរបស់នាងគឺបានកំណត់ទីដៅទៅលើរាបកាយរបស់នាងកណ្ដាប់ដៃមួយបានហោះសូម្បីតែរៀបសត្វពស់ថ្លន់បៃតងនៅពីក្រោយនាងក៏បានខ្ចាត់ខ្ចាយដោយបង្ខំដែរបាំងឈុតនេះធ្វើឲ្យចិត្តរបស់យ៉ាវឡាវត្រជាក់ខ្លាំងសកម្មភាពរបស់គាត់បានថយចុះមួយផ្លេតភ្លាមនោះមានរូបរាងដូចខ្មោចបានលេចមកខាងក្រោយគាត់ហើយបាតដៃមួយត្រូវបានបោះចោលយ៉ាងសាហាវវាបានធ្លាក់មកលើខ្នងរបស់យ៉ាវឡាវផ្អែងការវាប្រហារដោយលួចលាក់ភ្លាមនេះបានធ្វើឲ្យរាងកាយរបស់យ៉ាវឡាវពាក់កណ្ដាលស្ពឹកឈាមស្រស់មួយក្តាប់បានហៀចេញរាងកាយរបស់គាត់បានចុះមកក្រោមហើយទីបំផុតបានបាក់ចូលទៅក្នុងទីលានខ្សែប្រេសធំជាច្រើនបានរីករាលដាលហើយទីបំផុតបានគ្របដណ្ដៅពាក់កណ្ដាលនៃភ្នំបេះដូងរបស់អ្នកជំនាញវិមានផ្កាយធ្លាក់ជាច្រើនបានស្រក់ចុះពេលឃើញយ៉ាវឡាវដួលយ៉ាវឡាវគឺជាមនុស្សខ្លាំងបំផុតនៅក្នុងវិមានផ្កាយធ្លាក់ប្រសិនបើគាត់ត្រូវបានចាញ់នោះវិមានផ្កាយធ្លាក់នឹងត្រូវកំទេចភ្លាមយ៉ាវឆែនបានចាញ់ហើយប្រសិនបើអ្នកនៅតែទទឹងលើការតស៊ូដ៏រឹងជញ្ជាក់នេះភាពចាស់ទុំនេះមិនមានបំណងសម្លាប់អ្នកទាំងអស់គ្នាទេបន្ទាប់ពីយកឈ្នះយ៉ាវឡាវបិសាចចំណាស់ទៀនមីងបានដោះជំហានឆ្លងកាត់ខ្យល់ឱកាសទូទេហើយបានបោកសម្លឹងរបស់គេដ៏អាក្រក់ទៅលើអាណាចតារាសម្រីដ៏ត្រជាក់ពោពេញទៅដោយសម្លេងឃាតបានបន្លឺនៅក្បែរត្រចៀករបស់អ្នកណាមនុស្សគ្រប់គ្នានៅក្នុងអាគារវិមានផ្កាយធ្លាក់មានការស្រឡាំងខាំងបន្ទាប់ពីឮសម្រីដ៏ត្រជាក់នេះពីបិសាចចំណាស់ទៀនមីងធនាអ្នកជំនាញភាគច្រើននៅក្នុងអាគារវិមានផ្កាយធ្លាក់បានបង្ហាញមុខដ៏អាប់ហឹបនិងអស់សង្ឃឹមអ្នកជំនាញទាំងនោះដែលបានមកមើលសមរភូមិទទួលអារម្មណ៍សោកសៅខ្លះក្នុងចិត្តវាហាក់បីដូចជាវិមានផ្កាយធ្លាក់ដែលធ្លាប់តែអស្ចារ្យមួយរយៈខ្លីរៀបនឹងបន្ផ្លាញដោយដៃរបស់សម្ព័ន្ធទន្លេឆ្ងោនិងសាឡានីប្រលឹងបិសាចចំណាស់ទៀនមីងញញឹមយ៉ាងរីករាយបន្ទាប់ពីដឹងថាអាណាចក្រតារាកាន់តែស្ងប់ជាង
បន្ទាប់មកគាត់បានក្រវៀកដៃរបស់គាត់ក្រឡេកមើលទៅយ៉ាវឡាវមុខស្លេស្លាងខំប្រឹងក្រោកឈរនិងនិយាយត្រជាក់ថាយ៉ាវឆេនចាំថាជួបវាសនាថ្ងៃនេះគឺជាកំហុសរបស់អ្នកទាំងស្រុងអ្នកជ្រើសរើសលេបថ្នាំល្វីងជាងដើរតាមផ្លូវស្រួលយ៉ាវឡាវបានជូតដានឈាមចេញពីជ្រុងមាត់របស់គាត់ភ្នែករបស់គាត់មានភាពកាយសាហាវខណៈពួកគេសម្លឹងមើលបិសាចចំណាន់ធានមីងភាពឈួតលើលេចឡើងបន្តិចម្ដងក្នុងភ្នែករបស់គាត់សម្រាប់វាទៅបើមិនដូច្នោះទេស្ថានភាពអាចនឹងប្រែប្រួលប្រសិនបើយើងរងចាំបិសាចចំណាត់ធានមីងបច្ចិញ្ចាមរបស់គាត់ពេលគាត់សង្កេតមើលការបង្ហាញនៅក្នុងភ្នែករបស់យ៉ាវឡាវគាត់បានក្រឡេកមើលគូយូមុននឹងផ្ដៅយោបល់ដោយសំឡេងដ៏ជ្រាលជ្រៅមិនអីទេគូយូក៏ងក់ក្បាលបន្ទូខណៈពេលដែលបិសាចចំណាត់ធានមីងនិងគូយូកំពុងរៀបចំការវាយប្រហារសម្លាប់ដើម្បីបញ្ចប់យ៉ាវឡាវទាំងស្រុងពិភពផ្កាយទាំងមូលចាប់ផ្ដើមញ័របន្ទាប់មកភ្នំទាំងអង្គចាប់ផ្ដើមញ័រយ៉ាងខ្លាំងហាក់ដូចជារុញជៀសដីបានវាលុកតើមានអ្វីកើតឡើងការប្រែប្រួលដែលមិននឹកស្មានធ្នាក់នេះបានធ្វើឲ្យបិសាចចាស់ធានមីងនិងគូយូផ្លាស់ប្ដូរពេលដែលពួកគេសួរសំណួរមួយបន្ទូភ្នំពណ៌បៃតងជ្រាវនៅក្នុងពិភពផ្កាយស្រាប់តែផ្ទុះឡើងបន្ទាប់ពីសំណួររបស់ពួកគេបន្លឺឡើងភ្នំដ៏ទំហំមកបានប្រែទៅជាបំណែកថ្មនៅមុខមនុស្សជាច្រើនដែលស្រឡាំងខ្លាំងក្នុងពេលតែមួយនោះអណ្ដុតភ្លើងដ៏មហិមាដែលលេចឡើងជាអណ្ដុតភ្លើងដែលអាចបំផ្លាញពិភពលោកបានវាស់ចេញពីភ្នំដ៏ជ្រាវចុងក្រោយវាបានប្រែទៅជារលកភ្លើងរំកើងយ៉ាងលឿនឆ្ពោះទៅផ្នែកមួយនៃផ្ទៃមេឃសមុទ្រភ្លើងបានឆេះសន្ធោសន្ធរនិងសំឡេងដ៏ត្រជាក់មួយបកឃ្លួកមកខ្មងពិភពតាថ្ងៃនេះអ្នកណាក៏ដោយនៅគ្រឿងពិភពផ្កាយដែលមិនមែនជាសមាជិករបស់វិមាផ្កាយធ្លាក់របស់ខ្ញុំនឹងត្រូវបានសម្លាប់សម្ពាធដ៏ក្រាស់ឃ្វឿនបានផ្សាយឡើងដោយរបឿនដោយផ្ទៃមន្តលខណៈពេលដែលសំឡេងស្រែកគ្រោះថ្នាក់នេះបន្លឺឡើងពេលដឹងក្លិនដ៏មហិមាដែលមានសម្ពាធយ៉ាងខ្លាំងនេះបិសាចចំណានធានមីងនិងគូយូដែលត្រូវបានពង្នាលើផ្ទៃមេឃបានស្ងប់ស្ងាត់ទេភាពតក់ស្លុតដ៏សម្បូរសប្បាយបានកើតឡើងលើមុខរបស់ពួកគេសំរែកដ៏មុតស្រួចរបស់ពួកគេបានលេចឡើងនៅលើមេឃដូសិងតើវាអាចទៅជាបែបនេះបានយ៉ាងណាសមុទ្រភ្លើងបានហុយមកលើពិភពតារាគ្រប់ទិសទីនៅចំពោះមុខក្រសែភ្នែកតក់ស្លុតរាប់មិនអស់ទីបំផុតភ្លើងបានប្រមូលផ្ដុំគ្នានៅលើមេឃខាងលើសមរភូមិអណ្ដាតភ្លើងបានឆាបឆេះហើយបំបែកបន្តិចម្ដងចូលទៅក្នុងផ្លូវភ្លើងបុរសស្លៀកពាក់ខ្មៅដែលឆ្លងកាត់រលកភ្លើងដោយប្រើផ្លូវភ្លើងទូលីកនោះលេចចេញជាបណ្ដានៅចំពោះមុខភ្នែកអ្នករាល់គ្នាសៀវយៀនម្ចាស់វិមានតូតគាត់បានចេញពីកាលវឹកហាត់ហុយសម្លេងឧទានជាច្រើនដែលផ្ទុកនៅអារម្មណ៍ផ្សេងបានបន្លឺឡើងនៅក្នុងពិភពតារានៅពេលដែលមនុស្សគ្រប់គ្នាសម្លឹងមើលរូបដែលធ្លាប់ស្គាល់នេះអ្នកទាំងឡាយដែលមកពីវិមានផ្កាយធ្លាក់ពោពេញទៅដោយភាពសប្បាយរីករាយខណៈអ្នកដែលមកពីសម្ព័ន្ធទន្លេជ្រៅមានការតក់ស្លុតយ៉ាងខ្លាំងតើវាអាចទៅបានដោយរបៀបណាគេម្នាក់នេះទើបតែឡើងដល់កំពូលនៃថ្នាក់ដៅស៊ុនកាលពី2ឆ្នាំមុនតើវាអាចទៅបានដោយរបៀបណាដើម្បីឈានទៅដល់ដៅសេងលើពីនេះទៅទៀតគាត់គឺជាដៅសេងពុតប្រកបគូយូបានក្រឡេកមើលរូបក្មេងដែលកំពុងដើរឆ្លងកាត់រលកភ្លើងដោយមិនជឿគាត់ក្រហមពេញមេឃដោយសំឡេងឈួតខ្លួនឈុតនេះមានឥទ្ធិពលដាក់រន្ធត់យ៉ាងខ្លាំងមកលើគាត់គឺជាសៀវយៀនមែនទេតើមនុស្សទេរិឆាន់ទាំងនោះបាននិយាយថាគាត់មិនមែនជាគំរាមកំហែងទេតើអ្វីកើតឡើងមុខរបស់បិសាចចំណាស់ធានមីងដែលនៅក្បែរនោះរួមធ្វើដោយអចេតនានៅពេលដែលគាត់ស្រែកបេះដូងពោធិសត្វគេម្នាក់នេះបានបេះដូងពោធិសត្វហើយភ្នែករបស់គូយូភ្លឹបភ្លែតគាត់ហាក់ដូចជាបាននឹកឃើញអ្វីមួយសន្ទុះក្រោយធ្មេញរបស់គាត់ត្រូវបានគៀបខណៈដែលនិយាយថាមិនមែនជារឿងចម្លែកទេមិនឆ្ងល់អីក្មេងនេះហាក់ដូចជាបាត់បង់ទាំងស្រុងអំឡុងពេល2ឆ្នាំនេះគាត់ស្ថិតនៅក្នុងការវឹកហាត់ដើម្បីទំលាយដល់ថ្នាក់ដៅសេងបាទសូមអរគុណបងប្អូន